ស្ត្រីម្នាក់ធ្វើរូបពីគួរឲ្យស្រឡាញ់បួលប្តីទៅលេងភូមិគ្រាន់តែឡើងឡានភ្លាមក៏ជួបក្រុមចោរប្លន់ពេលឃើញចោរហាក់ដូចជាចង់ធ្វើបាបមិត្តស្រីបុរសនោះក៏ចេញមុខការពារភ្លាមប៉ុន្តែត្រូវពួកចោរវាយដំទៅវិញទីបំផុតបុរសនោះត្រូវគេចាប់ចងពេលនេះទើបគាត់ដឹងថាមិត្តស្រីដ៏បរិសុទ្ធរបស់គាត់គឺជាមេធំនៅភូមិស្នេហានេះគ្រាន់តែជាការរៀបចំដើម្បីបោកប្រាស់ប៉ុណ្ណោះហេតុអ្វីបានជាអូនបោកបងខើយហួរប្រាប់ថាខ្លួនជាកូនចៅរបស់យ៉េងមេស៊ីកបងគិតថាអូនស្រឡាញ់បងមែនទេឬនាងប្រាប់ឲ្យគាត់ទទួលយកការពិតហើយសហការជាមួយពួកគេមូលហេតុដែលគេបោកគាត់មកព្រោះគាត់ជាអ្នកជំនាញកុំព្យូទ័រប្រព័ន្ធរបស់គេត្រូវការអាប់ដេតហើយត្រូវការមនុស្សដូចគាត់ប៉ុន្តែគាត់បដិសេធមិនព្រមសហការទេខើយហួរឃើញគាត់មិនព្រមក៏ដើរចេញទៅគាត់ត្រូវបានគេឃុំក្នុងគុកទឹកអស់រយៈពេល3យប់3ថ្ងៃនៅក្នុងគុកទឹកគាត់យល់ថាបើនៅស្ងៀមគឺមានតែស្លាប់សុខចិត្តធ្វើពុតជាសហការសិនដើម្បីរកឱកាសរត់គេចនៅពេលក្រោយនៅថ្ងៃទី4គាត់ក៏សម្រេចចិត្តយល់ព្រមខើយហួរនាំគាត់ទៅជួបយ៉េងមេស៊ីពេលនោះមានជនរងគ្រោះម្នាក់ចង់រត់គេចតែត្រូវគេវាយធ្វើបាបយ៉ាងដំណំគាត់មានការតក់ស្លុតយ៉ាងខ្លាំងព័ត៌មានដែលគេនិយាយពិតជាមិនខុសទេមនុស្សនៅទីនេះសុទ្ធតែខុសខើខើយហួរប្រាប់កុំឲ្យគាត់មើលផ្ដេសផ្ដាសគ្រាន់តែធ្វើការឲ្យចប់ទៅបានហើយយ៉េងមេសនឹងមិនធ្វើបាបគាត់ទេដើរបានបន្តិចគាត់ក៏ឃើញមនុស្សដែលគាត់ស្គាល់លោកពូកំពុងញ៉ាំប៉េងប៉ោះហើយត្រូវគេធ្វើបាបយ៉ាងធ្ងន់ធ្ងរគាត់មិននៅទីនេះទេក្មេងស្រីដែលត្រូវគេព្យួរលើដើមឈើគឺជាបងស្រីរបស់មិត្តរួមថ្នាក់គាត់សង្ស័យថានាងក៏ត្រូវគេបោកមកដែរដើម្បីកុំឲ្យខើយហួរសង្ស័យគាត់ធ្វើជាមិនស្គាល់ពួកគេបន្ទាប់មកគាត់ក៏បានជួបយ៉េងមេសដើម្បីគំរាមគាត់យ៉េងមេសបានបាញ់សម្លាប់អ្នកដែលចង់រត់គេចម្នាក់នៅចំពោះមុខគាត់ភ័យណាស់ក៏ប្រញាប់បញ្ចេញសមត្ថភាពភ្លាមគាត់ចំណាយពេលតែប៉ុន្មាននាទីដើម្បីកែសម្រួលប្រព័ន្ធរបស់គេមេធំពេញចិត្តយ៉ាងខ្លាំងហើយហៅគាត់ថាជាបងប្អូនគាត់និយាយថាបងប្អូនរបស់គាត់ចាប់ពីពេលនេះទៅគ្មាននរហ៊ានប៉ះពាល់ទេដើម្បីរក្សាទុកអ្នកជំនាញម្នាក់នេះយ៉េងមេស៊ីសួរថាចង់បានអ្វីឬអត់គាត់ក៏ស្នើសុំ3យ៉ាងទី1គឺដោះលែងលោកពូលីចេញពីគុកទឹកយ៉េងមេស៊ីយល់ព្រមភ្លាមលោកពូលីនេះគឺជាអ្នកយាមគុកទឹកដែលគាត់បានជួបសំណើទី2គឺគាត់ចង់សងសឹកខៃហួរដែលបោកគាត់មកយ៉េងយាយនាងបងប្រុសបងនិយាយថាឯងនិយាយត្រូវបងប្អូនរបស់អញគ្មាននរណាអាចប៉ះពាល់បានទេបន្ទាប់ពីវីនាងហើយគាត់ក៏ស្នើសំណើចុងក្រោយគាត់ប្រាប់ថាប្រព័ន្ធនេះត្រូវការមនុស្សជួយហើយគាត់ត្រូវការជ្រើសរើសដោយខ្លួនឯងគាត់ក៏ជ្រើសរើសយកក្មេងស្រីម្នាក់នោះបន្ទាប់មកគេក៏បញ្ជូនក្មេងស្រីនោះមកឲ្យគាត់ប្រាប់ក្មេងស្រីពីផែនការរត់គេចមិនយូរប៉ុន្មានលោកពូលីក៏ត្រូវបានគេបញ្ជូនមកប៉ុន្តែគាត់របួសធ្ងន់ជិតស្លាប់ទៅហើយមុនពេលស្លាប់គាត់បានប្រគល់វត្ថុសំខាន់មួយឲ្យគាត់បើគាត់រត់រួចឲ្យយករបស់នេះទៅឲ្យកូនចៅលោកពូគាត់នឹងក្លាយជាអ្នកស្នងរតកបើគាត់ចង់សងសឹកក៏អាចត្រឡប់មកវិញបានយប់នោះពួកគេក៏ចាប់ផ្ដើមអនុវត្តផែនការតាមការសង្កេតមានច្រកចេញ4ច្រកខាងជើងគឺខ្សោយជាងគេរៀងរាល់3ម៉ោងម្ដងមានការបដូរវេនក្រោយម៉ោង12យប់និងមានចន្លោះប្រហោងប៉ុន្តែបើយើងចង់ចេញគឺពេលនេះហើយនៅសល់តែមួយថ្ងៃទៀតទេបើយើងចង់ចេញត្រូវតែទៅយប់នេះតោះបងធ្លាប់ប្រាប់ថានឹងនាំអូនចេញទៅគឺត្រូវតែធ្វើឲ្យបានពួកឯងទាំងពីរនាក់ចង់រត់គេចមែនទេ